មនុស្សភាគច្រើនស្គាល់សិទ្ធិសាស្ត្រសង្គ្រាមលើអានអបរវល់ភាគច្រើនគិតក្នុងផ្លូវខុសដោយវាត្រូវបានគេដកស្រង់សម្ដីយកទៅបង្ហោះលើបណ្ដាញសង្គមដែលមនុស្សដែលមិនធ្លាប់ទាំងស្គាល់ពីចំណងជើងផងមិនត្រឹមតែប៉ុណ្ណោះត្រូវបានគេយកទៅប្រើជាអាវុធនៅក្នុងបន្ទប់ប្រជុំឬត្រូវបានគេមកបង្រួមអត្តន័យមកត្រឹមតែជាសិភៅណែនាំសម្រាប់ការត្រួតត្រារបស់គេសម្រាប់ខ្ញុំបានចាប់ផ្ដើមអានវាដោយរំពឹងថានឹងឃើញតែយុទ្ធសាស្ត្រចេះប៉ុន្តែអ្វីដែលខ្ញុំបានរកឃើញបែរជាការចេះទប់ចិត្តភាពអត់ធន់និងទស្សនវិជ្ជាដ៏មានមនុស្សធម៌គួរឲ្យភ្ញាក់ផ្អើលដែលបង្កប់នៅក្នុងរូបភាពនៃសង្គ្រាមសុនឈឺមិនបានលើកដំកើងជំនួសឡើយគាត់ចាត់ទុកវាជាជំរើសចុងក្រោយនៃភាពបរាជ័យម្ដងហើយម្ដងទៀតគាត់សង្កត់ធ្ងន់ថាជំនាញខ្ពស់បំផុតគឺការមិនចាំបាច់ប្រយុទ្ធទាន់តែសោះថាការយកឈ្នះដោយសន្ធោសន្ធុកគឺមិនប្រសើរដូចការយកឈ្នះដោយស្ងៀមស្ងាត់នោះទេការប្រើកម្លាំងបាយសុទ្ធសាធគឺជាអ្វីដែលអ្នកប្រើនៅពេលដែលអ្នកអស់គំនិតដូចនេះនៅពេលអានដោយយកចិត្តទុកដាក់សិលសាស្ត្រសង្គ្រាមចាប់ផ្ដើមស្ដាប់ទៅមិនសូវដូចជាផែនការប្រយុទ្ធទេប៉ុន្តែដូចជាការតាំងសមាធិអំពីការគ្រប់គ្រងខ្លួនឯងច្រើនជាងសុនឈឺថាធម្មជាតិមនុស្សភ័យខ្លាចអត្តាភាពជឿជាក់លើខ្លួនឯងហួសហេតុពេលវេលានិងការយល់ឃើញរបស់ពួកគេសុនឈឺបានយល់នៅរឿងមួយដែលពួកយើងនៅតែមិនព្រមទទួលស្គាល់គឺថាសមត្ថភូមិភាគច្រើនត្រូវបានកាត់សេចក្តីតាំងពីយូរណាស់មកហើយមុនពេលដែលវានឹងចាប់ផ្ដើមទៅទៀតនៅក្នុងដែនដីដែលមើលមិនឃើញនៃការរៀបចំវិន័យនិងការស្គាល់ខ្លួនឯងអ្វីដែលធ្វើឲ្យសភៅនេះរំជួយចិត្តនោះគឺថាវាអាចយកទៅអនុវត្តបានយ៉ាងល្អក្រៅពីក្នុងសង្គ្រាមទាំងដែលនៅក្នុងការងារទំនាក់ទំនងភាពជាអ្នកដឹកនាំនិងសូម្បីតែចំនួនក្នុងចិត្តខ្លួនឯងអ្នកចាប់ផ្ដើមមើលឃើញថាពួកយើងតែងតែធ្វើឲ្យសាធារណការតានតឹងញញឹមប៉ុណ្ណាទាំងដែលពួកយើងអាចរៀបចំខ្លួនឯងជាថ្មីបានហើយពួកយើងតែងតែសម្រុកទៅមុខទាំងដែលពួកយើងគួរតែរងចាំសិននឹងថាភាពចង់ឈ្នះរបស់យើងតែងតែបិទបាំងយើងមិនឲ្យឃើញពីការខាតបង់ដែលកើតចេញពីជ័យជំនះនោះសុនឈឺបានបញ្ជាក់ថាសត្រូវពិតប្រាកដគឺភាពជាឆាវអត្តានិងការយល់ច្រឡំថាការប្រើកម្លាំងបាយគឺជាភាពខ្លាំងដូចនេះខ្ញុំសូមលើក5ចំណុចនៃសិទ្ធិសាស្ត្រសង្គ្រាមដែលអានអមដវល1ជ័យជំនះ1ជ័យជំនះដ៏អស្ចារ្យបំផុតមិនត្រូវបានការប្រយុទ្ធនោះទេគំនិតដ៏សំខាន់បំផុតរបស់សុនឈឺគឺថាភាពប៉ិនប្រសប់ពិតប្រាកដគឺការជៀសវាងនៃចំនួនទាំងស្រុងប្រសិនបើអ្នកអាចគិតបានល្អជាងប្រើល្បិចបានល្អជាងឬមានភាពអត់ធន់ជាងគូប្រជែងនោះអ្នកនឹងរក្សាបាននូវធម៌ពលធនធាននិងមនុស្សធម៌នៅពេលអនុវត្តនៅក្នុងជីវិតមិនមែនគ្រាន់តែការមិនចុះសម្រុងគ្នាសុទ្ធតែត្រូវការប្រឈមមុខដាក់គ្នានោះទេហើយក៏មិនមែនគ្រប់បញ្ហាប្រឈមសុទ្ធតែត្រូវការប្រើកម្លាំងបាយនោះដែរចំណុចទី2ស្គាល់ខ្លួនឯងមុននឹងព្យាយាមស្គាល់អ្នកដទៃស្គាល់ខ្លួនឯងនិងស្គាល់សត្រូវគឺជាឃ្លាដែលត្រូវបានគេលើកមកនិយាយញឹកញាប់ប៉ុន្តែលំដាប់លំដោយនៃពាក្យនេះគឺសំខាន់ណាស់ការដឹងពីខ្លួនឯងចំណុចខ្លាំងនិងចំណុចខ្សោយទម្លាប់និងចំណុចផ្សេងទៀតដែលយើងបានមើលរំលងខ្លួនឯងគឺជាគន្លឹះនៃគ្រប់យុទ្ធសាស្ត្រដែលជោគជ័យបើគ្មានវាទេទោះមានព័ត៌មានពីអ្នកដទៃក៏គ្មានប្រយោជន៍ឡើយអញ្ចឹងសូមមើលខ្លួនឯងតើយើងមានចំណុចខ្លាំងចំណុចណាខ្សោយចំណុចណាអញ្ចឹងយើងអាចវិភាគពីចំណុចខ្លាំងចំណុចខ្សោយពីអ្នកដទៃនិងដៃគូប្រកួតប្រជែងយើងអញ្ចឹងយើងអាចដាក់យុទ្ធសាស្ត្របានចំណុចទី3ពេលវេលាឈ្នះទេពកោសល្យសុនឈឺផ្ដល់សារៈសំខាន់លើការរៀបចំទីតាំងនិងពេលវេលាជាងកម្លាំងបាយសុទ្ធសាធការធ្វើសកម្មភាពលឿនពេកឬយឺតពេកអាចបំផ្លាញសូម្បីតែផែនការដែលល្អបំផុតភាពឆ្លាតវៃស្ថិតនៅលើការរងចាំរហូតដល់ស្ថានភាពអំណោយផលដែលជាពេលដែលការខិតខំប្រឹងប្រែងផ្ដល់ផលខ្ពស់បំផុតដោយប្រើកម្លាំងតិចបំផុតសម្រាប់ការរកស៊ីវិញយើងត្រូវតែសិក្សាពីផលិតផលតើផលិតផលនឹងមានទីផ្សារប្រណាហើយមានរយៈពេលប្រមាណដែលទំហំទីផ្សារនឹងនៅយូរឬក៏10ឆ្នាំ20ឆ្នាំឬក៏30ឆ្នាំហើយមួយទៀតក៏សំខាន់ដែរគឺការយុទ្ធសាស្ត្រដែលរដ្ឋាភិបាលក៏ដាក់ចេញតើវាត្រូវជាមួយនឹងផលិតផលយើងបើសិនជាត្រូវជាមួយនឹងផលិតផលយើងត្រូវជាមួយនឹងគោលការណ៍រដ្ឋាភិបាលអញ្ចឹងការរកស៊ីគឺអត់ពិបាកទេដូចទឹកហូរអញ្ចឹងណាយើងគ្រាន់តែស្របទៅគឺបានហើយអញ្ចឹងតកតងទន្ទឹមមនុស្សរបស់យើងអាចរើសលំមមកបានហើយពីព្រោះត្រូវជាមួយនឹងទីផ្សារត្រូវនឹងរដ្ឋាភិបាលចំណុចទី4បង្ហាញភាពទន់ខ្សោយនៅពេលដែលអ្នកខ្លាំងនិងបង្
ហាញភាពរឹងមាំនៅពេលដែលអ្នកខ្សោយនេះមិនមែនការបោកប្រាស់ដើម្បីភាពគុកខៅនោះទេតែវាគឺជាការគ្រប់គ្រងការយកឃើញមនុស្សមិនប្រតិកម្មទៅនឹងការពិតទេប៉ុន្តែពួកគេប្រតិកម្មទៅនឹងអ្វីដែលពួកគេជឿថាជាការពិតការយល់ពីចំណុចនេះជួយឲ្យអ្នកធ្វើសកម្មភាពដោយស្ងៀមស្ងាត់ការពារខ្លួនអ្នកនិងជៀសវាងការតស៊ូដែលមិនចាំបាច់ចំណុចទី5ភាពរញ៉េរញ៉ៃខាងក្នុងធានានូវភាពវិន័យភាពច្បាស់លាស់និងភាពសុខដុមខាងក្នុងគឺជាគុណសម្បត្តិយុទ្ធសាស្ត្រចិត្តដែលច្របូកច្របល់ធ្វើការសម្រេចចិត្តមិនបានល្អឡើយនៅក្រោមសម្ពាធទោះបីជាដឹកនាំអ្នកដទៃឬដឹកនាំខ្លួនឯងក៏ដោយសណ្ដាប់ធ្នាប់ខាងក្នុងបង្កើតប្រសិទ្ធភាពខាងក្រៅសរុបសេចក្តីមកសិលសាស្ត្រសង្គ្រាមដឹកអាចអមរវល់មិនមែនជាសៀវភៅសម្រាប់សិល្បិនទេវាជាសៀវភៅអំពីការចេះទប់ចិត្តអំពីការគិតជំនួសឲ្យប្រតិកម្មតបតការយល់ថាអំណាចមិនមែនជាការក្រក់ក្រាតប្រញាប់ប្រញាល់ឬធ្វេសប្រហែសទេវាគឺជាការគិតគូរយ៉ាងល្អិតល្អន់ចូលអានវាមិនមែនដើម្បីត្រួតត្រាគេប៉ុន្តែដើម្បីឆ្លងកាត់ពិភពលោកនេះដោយមានសមត្ថភាពតិចជាងមុនស្នាមរបួសតិចជាងមុននិងលទ្ធផលល្អប្រសើរជាងមុនសូមអរគុណសម្រាប់ការសង្ខេបសភៅសិល្បៈសង្គ្រាមចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយអរគុណ